គ្រាន់តែមកដល់ប្រទេសចិនថ្ងៃទី1ភ្លាមទឹកភ្នែកខ្ញុំហូរហ្មងមិនមែនដោយសាររំភើបហើយក៏មិនមែនដោយសារពិបាកចិត្តដែរនៅtrongវីដេអូចាំខ្ញុំប្រាប់តពីវីដេអូមុនខ្ញុំមកដល់ប្រទេសចិនហ្នឹងពេលល្ងាចហើយរកអីញ៉ាំរួចរាល់ក៏ទៅអូតែសម្រាប់ព្រលឹមឡើងបន្ទាប់ពីញ៉ាំអាហារពេលព្រឹករួចក៏នាំគ្នាដើរលេងនៅទីក្រុងគេណាអ្នកនរគ្នាចាប់អារម្មណ៍មើលភ្នែកខ្ញុំណាឥឡូវហ្នឹងពេលព្រឹកគឺអត់ទាន់អីទេណាចាំមើលរៀងថ្ងៃបន្តិចដឹងមកយើងក៏នាំគ្នាដើរលេងនៅតំបន់វាំងគេហើយថតរូបថតអីលេងមកសន្ទុះអាហារពេលថ្ងៃពួកយើងក៏នាំគ្នាតែញ៉ាំស៊ុបតែជាសាយអត់មានវីដេអូទេណាដោយសារកូនខ្ញុំគោខ្លាំងមែនតើហ្មងតែចម្លែកខ្លាំងណែកខ្ញុំណាបន្ទាប់ពីចេញពីកន្លែងហាងស៊ុបគេហ្នឹងគឺចាប់ផ្ដើមផ្សារឲ្យហូរទឹកភ្នែកបើកភ្នែករួចមកពេលខ្ញុំសួរឆាត GPT ទៅគេថាមកពីខ្យល់បក់ត្រជាក់ខ្លាំងពេកចូលក្នុងភ្នែកធ្វើឲ្យភ្នែកខ្ញុំស្ងួតហើយហូរទឹកភ្នែកភ័យហ្មងអ្នកនរគ្នាដោយសារតែថ្ងៃទី1ណានៅដើរលេងឡើង4 5ថ្ងៃទៀតណោះលេងមកដល់ភ្លាមកៅឆាយហូរទឹកភ្នែកហ្មងណាងាកឡើងពួកយើងក៏នាំគ្នាតែញ៉ាំទាពេលកាំងណាព្រោះមកដល់ពេលកាំងហើយបើអត់ញ៉ាំទាពេលកាំងដូចជាមិនសោះមានអារម្មណ៍ថាខ្ញុំខ្មាស់បុគ្គលិកគេនៅនឹងហ្មងណាព្រោះដោយសារគាត់មើលមកខ្ញុំដូចខ្ញុំកំពុងពិបាកចិត្តយំហូរទឹកភ្នែកយើងចេះជូតភ្នែកយើងរហូតមកដល់អូតែលវិញហើយគឺអត់ភ្លេចទេជាមួយកាមីស្លីមស្ករឈ្ងុយស្មក់គីឡូអាហ្នឹងល្អខ្លាំងណាស់វាផ្ដោតទៅលើការដុតជាតិខ្លាញ់បដិញ្ញជាតិពុលសម្រួលដល់ការបាត់ជើងសំខាន់ញ៉ាំឲ្យសក់គីឡូអត់ធ្វើទុកអីទេតាមដានខ្ញុំដឹងស្រាប់ហើយលើកមុនគីឡូ61 62ហើយខ្ញុំមនុស្សដែលបកកែធាត់ខ្លាំងមែនតើសូម្បីតែហិតក្លិនក៏ធាត់ដែរស្មានថាខ្ញុំសក់ស47 48ទេគឺជាគីឡូដែលខ្ញុំមិនដែលទាំងហ៊ានសម័យផងបញ្ហាធាត់ធ្វើមិនអត់ស្ករមកអាចសាកទិញស្ករឈ្ងុយកាមីស្មក់គីឡូនឹងបានសំខាន់រសជាតិឆ្ងាញ់ហើយញ៉ាំតើធ្វើទុកអីទៅបីយ៉ាងណាក៏ដោយក៏អត់ភ្លេចទេជាមួយ Madam K Skin Care មុនគេ